សេចក្តីអធិប្បាយអំពីទសជាដកនិងបឋមសម្ពោធរបស់លោកអ្នកឧកញ៉ា វាំងវរៈវាងជ័យ ក្រុងភ្នំពេញ ថ្ងៃសៅរ៍ 15 រោច ខែផល្គុន ឆ្នាំឆ្លូវសប្បុរស័ក ព្រះពុទ្ធសករាជ 2468 មហាសករាជ 1947 ជលសករាជ 1287 13 ម៉ាច 1926 រឿងទសជាដកនិងបឋមសម្ពោធក្រុងកម្ពុជាធិបតី មានគំនូរពណ៌ពីអ្នកឧកញ៉ា វាំងវរៈវាងជ័យជួន សេនាបតីក្រសួងព្រះបរមរាជវាំងព្រះឃ្លាំងនិងរចនា បានតែងជាភាសាបារាំងសែស យើងមានសេចក្តីសោមនស្សជាពន្លឹកដែលក្នុងសម័យនេះ អ្នកស្រីក្រមុំ ម៉ាដឺម៉ូឡាអាល់ហ្សែកាបឺលេស ជាអ្នករក្សាព្រះរាជបណ្ណាល័យក្នុងក្រុងភ្នំពេញ បានយកចិត្តទុកដាក់គិតបង្កើតទស្សនាវដ្តីជាសៀវភៅបោះពុម្ពនាមថា កម្ពុជាសូរិយា ដោយរាជការធំអនុញ្ញាតសម្រាប់បោះពុម្ពមួយខែម្ដង អស់ទាំងសេចក្តីដែលមានប្រយោជន៍ក្នុងព្រះពុទ្ធសាសនា ដើម្បីនឹងចម្រើនចំណេះវិជ្ជាប្រាជ្ញាឲ្យយល់ភ្លឺក្នុងការគោរពប្រណិប័តន៍ព្រះពុទ្ធបញ្ញត្តិឲ្យបានត្រឹមត្រូវជាផ្លូវអាចនាំអ្នកទាំងឡាយ ដែលប្រព្រឹត្តបរិសុទ្ធឲ្យបានសម្រេចដោយសេចក្តីប្រាថ្នាក្នុងនាលោកនេះនិងទៅបរលោកខាងនាយ យើងបានតែងរឿងនេះស្រេចក្នុងព្រះពុទ្ធសករាជ 2458 ឆ្នាំថោះសប្បុរស័ក ត្រូវនឹងគ្រិស្តសករាជបារាំង 1915 មកដល់ឥឡូវនេះត្រូវ11ឆ្នាំហើយ មានគំនូរពណ៌72សន្លឹកតាំងពីព្រះតេមិយរៀងទៅដល់ធ្វើបុណ្យថ្វាយព្រះភ្លើងព្រះបរមសពព្រះសម្មាសម្ពុទ្ធមានដូចមានគំនូរក្នុងព្រះឧបោសថព្រះកែវមរកតក្នុងក្រុងស្រាប់ យើងពុំបានតែងជាអក្សរខ្មែរព្រោះមានក្នុងសាស្ត្រាស្រាប់ហើយ មួយទៀតយើងបានតែងរឿងរាមាយណៈរាមកេរ្តិ៍ជាភាសាបារាំងសែសខ្មែរ មានគំនូរពណ៌192សន្លឹក បានស្រេចពីឆ្នាំស័កត្រូវនឹងឆ្នាំបារាំង 1911 សៀវភៅរឿងទាំងពីរនេះបានទុកក្នុងព្រះរាជបណ្ណាល័យឲ្យគិតបោះពុម្ព